Hello everyone តោះយើងមករៀនអង់គ្លេសថ្នាក់ដំបូង Yes ចឹងបងប្អូនអាចយកក្រដាសមកកត់ពាក្យដែលយើងត្រូវរៀនបាទចំណងជើង Listen and repeat Listen and repeat ស្ដាប់និងថាតាម Listen ស្ដាប់ to listen. Please listen me, for example. So មេត្តាស្ដាប់ខ្ញុំ Yes. Listen to me ស្ដាប់ខ្ញុំ carefully ដោយប្រុងប្រយ័ត្ន Yes. Listen ជា verb. Listen ជា verb. To listen. Verb to listen ស្ដាប់ Yes. And បកប្រែថានឹង Yes and នេះជាឈ្នាប់ Yes នឹង repeat to repeat ជា verb ជាកិរិយាសព្ទ to repeat ថាតាមនិយាយឡើងវិញឬក៏និយាយម្ដងទៀត to repeat បាទជា verb ជាកិរិយាសព្ទអញ្ចឹង listen and repeat ស្ដាប់និងថាតាម Yes Sing a welcome song Sing ជា verb កិរិយាសព្ទ to sing Yes Please sing a song សូមមេត្តាច្រៀងមួយបទ Yes A welcome songs A welcome song A song ចម្រៀង Yes A song ចម្រៀងA song ចម្រៀងមួយបទ Welcome ស្វាគមន៍ Yes A welcome song ចម្រៀងស្វាគមន៍ So ដូចអញ្ចឹងយើងអានឃ្លានេះ Sing a welcome song ណាគឺថាច្រៀងចម្រៀងស្វាគមន៍ Yes Good Ring a joyful bell Ring to ring ជាកិរិយាសព្ទ verb Yes to ring ណាគឺថាយើងទៅចុចក្ដឹងផ្ទះគេ ring the bell ចុចក្ដឹង Okay A joyful bell នេះនៃកូនក្មេងកាន់ក្ដឹងនៃកូនក្មេងកាន់ដៃ bell A bell ក្ដឹងមួយ joyful រីករាយ Yes joyful ជាគុណនាមបំពេញន័យឲ្យ bell ring គឺថាយើងបន្លឺកណ្ដឹង ring a bell បន្លឺកណ្ដឹង joyful ប្រកបដោយសេចក្តីរីករាយ Yes អញ្ចឹងគេច្រៀង ding dong ding everybody sing Yes អញ្ចឹងគេថា ding dong ding everybody គឺមនុស្សម្នាក់ឬក៏អ្នករាល់គ្នាអញ្ចឹង Yes everybody everyone Yes មនុស្សម្នាក់ sing ច្រៀង Yes ding dong ding everybody sing Yes គឺថា ding dong ding តោះយើងម្នាក់នាំគ្នាច្រៀង to sing ច្រៀងជាកិរិយាសព្ទជា verb Yes For a new day begins For សម្រាប់ For me សម្រាប់ខ្ញុំ Yes For you សម្រាប់អ្នក A new day day ថ្ងៃ new ថ្មី Yes សម្រាប់ថ្ងៃថ្មី begins ចាប់ផ្ដើម to begin ជាកិរិយាសព្ទជា verb Yes to begin គឺចាប់ផ្ដើមអញ្ចឹងសម្រាប់ថ្ងៃថ្មីចាប់ផ្ដើម Okay Come together come to come មកcome Yes មកនេះ come here មកទីនេះ come ផ្ទុយនឹងពាក្យ to go
từ yes come togetherទាំងអស់គ្នា you together មកអ្នកឯងទាំងអស់គ្នាហ្នឹង yes one and all ណា one and all ហ្នឹងមានថា one នេះម្នាក់ហើយនឹងទាំងអស់គ្នាតោះនាំគ្នាច្រៀងអញ្ចឹងនៃអញ្ចឹងអូខេវាច្រៀងណា Ding dong ding dong ding dong ding happy song of joy happy គឺថាសប្បាយ song ចម្រៀង yes ចម្រៀងដែលសប្បាយ happy ជាគុណនាមពេញន័យឲ្យ song yes of joy នេះគឺភាពសប្បាយរីករាយបាទបងប្អូនកត់ចូលសភៅដៃយើង we bring ding dong យើង bring គឺថា to bring ជាកិរិយាសព្ទជា verb គឺថា to bring យើងយកអីមួយមកយកពីកន្លែងឆ្ងាយមកកន្លែងនេះ to bring can you bring that book for me តើអ្នកអាចយកសភៅនោះមកឲ្យខ្ញុំបានទេ yes ចឹង to we bring យើងបាននាំយកមកនៅ ding dong yes យើងបាននាំយកមកនៅចម្រៀងនេះ yes អញ្ចឹងយើងអានឡើងវិញទាំងអស់គ្នាអូខេ listen and repeat sing a welcome song ring a joyful bell ding dong ding everybody sing yes for a new day begins come together one and all yes ding dong ding happy song of joy yes happy song of joy ចម្រៀងដែលសប្បាយរីករាយធ្វើឲ្យសប្បាយរីករាយ we bring ding dong ding yes អញ្ចឹងយើងចប់មេរៀនទី1បងប្អូនអូខេកាដៃមួយ